ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំបង្ហាញអំពីគន្លឹះសម្រាប់អ្នកជួបបញ្ហាជាមួយនឹងការចាក់សោ home screen នៅលើ smartphone ពពួក Samsung Galaxy Note នៅពេលដែលអ្នកចាក់សោ home screen ហើយអ្នកភ្លេចលេខសម្ងាត់ពេលដែលអ្នករាវលេខសម្ងាត់ជាច្រើនដងនៅលើទូរស័ព្ទរបស់អ្នកធ្វើឲ្យទូរស័ព្ទរបស់អ្នក error គឺបើកអីអត់ចេញទាំងអស់ពេលខ្លះគឺឲ្យអ្នកទាមទារវាយបញ្ចូលលេខសម្ងាត់ Gmail តែពេលខ្លះទីគឺរលត់ឈឹងតែម្ដងកាលណាតែយើងអ្នករាវលេខសម្ងាត់ច្រើនដងពេកគឺធ្វើទូរស័ព្ទហ្នឹង error អត់មានចេញអីទាំងអស់ដូច្នេះសូមអ្នកចុចប៊ូតុង power ផ្អាប់ឲ្យរលត់ឬក៏អ្នកបិទធម្មតាបើអាចបិទបានធម្មតាអ្នកបិទធម្មតាតែបើមិនអាចបិទធម្មតាសូមចុចប៊ូតុង power ផ្អាប់ឲ្យរលត់តែម្ដងបន្ទាប់មកអ្នកចុចនៅលើប៊ូតុង volume បូកជាមួយនឹងប៊ូតុង power រួមជាមួយនឹងប៊ូតុង home បាទសូមចុចប៊ូតុងទាំង3នេះរួមគ្នានៅពេលដែលចុចឲ្យចេញ logo Samsung ចេញដល់នេះសូមប្រញាប់ដកប៊ូតុង power ចេញតុក volume បូកហើយនឹងប៊ូតុង home បន្តមកនឹងចេញដូចនេះសូមអ្នកទាំងអស់គ្នា select នៅលើ volume ដកដើម្បី select ចុះមកខាងក្រោម select មកឲ្យចំពាក្យថា data factory reset បាទ select ហើយយើងចុចនៅលើប៊ូតុង power បន្តមកទៀតសូម select ចុះមកខាងក្រោមចុចនៅលើ volume ដកចុះមកខាងក្រោម select ឲ្យចំពាក្យថា yes delete all user data បន្តមកចុចប៊ូតុង power បន្តទៀតដល់ពេលនេះទូរស័ព្ទនេះចាប់ផ្ដើម format និង delete នៅ user ចាស់បន្តមកយើង select ឲ្យចំពាក្យថា reboot system now ហើយចុចនៅលើប៊ូតុង power បន្តទៀតបាទទូរស័ព្ទនេះចាប់ផ្ដើម reboot system សារជាថ្មីចំពោះ user ចាស់ដែលមានជាប់លេខសម្ងាត់នេះគឺបាន format delete ចោលអស់ហើយតែពេលដែលយើង reboot ឡើងវិញគឺផ្ដាច់លេខសម្ងាត់នឹងអស់ហើយបាទទូរស័ព្ទនេះនឹងចាប់ផ្ដើម reboot ដល់កន្លែងនេះសូមអ្នកជ្រើសរើសភាសា select យកភាសាណាដែលអ្នកចង់បានបន្ទាប់មកចុច next សូមអ្នកទាំងគ្នាចុច next កន្លែងខ្លះធ្វើរំលងចោលសិនទៅចាំដល់ហើយចាំយើងភ្ជាប់ Wi-Fi ឬក៏បញ្ចូល ID Gmail តាមក្រោយក៏បានដែរបើគឺ next តែម្ដងកន្លែងនេះត្រូវបញ្ចូលឈ្មោះទូរស័ព្ទរបស់អ្នកបាទ skip សិនទៅដើម្បីរំលងបាទ finish ចប់ហើយបាទបាទពេលនេះលែងមានការចាក់សោនៅលើ home screen នេះគឺបាន remove ផ្ដាច់ហើយបាទគឺលែងមានឲ្យវាលេខសម្ងាត់អីទៀតហើយបាទទូរស័ព្ទរបស់អ្នកត្រូវបាន reset ហើយជាថ្មីគឺរាល់កម្មវិធីទាំងអស់រលុបអស់ហើយគឺម៉ាស៊ីនគឺ format ថ្មីតែម្ដងបាទអរគុណដែលបានទស្សនាវីដេអូនេះ